សូមគោរពសប្បុរសជនក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះខ្ញុំបាទក្នុងនាមជាប្រវត្តិភូមិស្វាយរៀងឃុំររឿងស្ទូងបានយកថវិកាដែលខ្ញុំបាទបានពីវនេះពីសប្បុរសជនក្នុងនិងក្រៅប្រទេសដើម្បីមកធ្វើផ្លូវដែលតបចូលពីកំពង់មលួនៃស្ទឹងស្ទូងទៅភូមិគ្រុះឃុំដងស្រុកប្រាសាទបលាំងខេត្តកំពង់ធំហើយថវិកាទាំងអស់ហ្នឹងគឺជូនទៅគណៈកម្មការដែលគាត់ទទួលបន្ទុកខាងស្ថាបនាផ្លូវហ្នឹងបាទឥឡូវនេះខ្ញុំបាទនឹងផ្សព្វផ្សាយឈ្មោះដែលមួយបងប្អូនដែលមានទស្សនវិជ្ជាជ្រះថ្លាចូលរួមបាទឥឡូវចាំស្ដាប់ឈ្មោះទាំងអស់គ្នាបងសុខា$100ពុនតង់$10បងករណា$50អូនឌុយដាំ$20នៅខាងភូមិចំបក់បញ្ញាអូនចន្ទថា$10ដាវីត$10លោកធូវូ$5លោកព្រីសុ$5អូនផានផលី$25លោកយ៉ានតារា$10លោករតគង្គា$11លោកឡៅវិមាន$10អ្នកស្រីទីបធីតា$10អ្នកស្រីសុទីមន$10បាទឥឡូវសរុបទាំងអស់បច្ច័យត្រូវបាន$300សូមឲ្យអស់លោកប្រុសលោកស្រីបានសេចក្តីសុខសេចក្តីចម្រើនរស់ស៊ីទទួលទានមានបានជួបតែនឹងព្រឹះច្បាស់នឹងពធសូមបានសម្រេចទៅនឹងពុទ្ធពរ4ប្រការសូមជ្រះថ្លាអនុមោទនាបាទបន្ថែមពីការផ្សព្វផ្សាយឈ្មោះរបស់សប្បុរសជនដែលលោកបានចូលរួមចំណែកក្នុងការស្ថាបនាផ្លូវនេះទៅក្នុងនាមជាពលរដ្ឋនៅទីតាំងនេះផ្ទាល់សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយក្នុងនិងក្រៅប្រទេសទាំងអស់សូមលោកមេត្តាជួយបន្ថែមទៀតដើម្បីឲ្យការស្ថាបនាផ្លូវនេះបានចប់សពគ្រប់ហើយក៏ជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅគាត់ឆ្លងកាត់ទាំងទីចិត្តទីឆៃនៅក្នុងទីនេះផងដែរជាថ្មីម្ដងទៀតអរគុណបងប្អូនដែលនៅតែជឿជាក់នៅធ្វើនៅទង្វើល្អជាមួយនឹងខ្ញុំបាទហើយថ្ងៃនេះខ្ញុំបាទគ្មានអ្វីជូនទៅម្ចាស់ដើមទៀនទៅវិញទេមានតែលើកដៃ10គ្រប់ជូនពរឲ្យសប្បុរសជនទាំងអស់មានសេចក្តីសុខសុភមង្គលគ្រប់ពេលវេលាគ្រប់ក្រុមគ្រួសារជានិរន្តរ៍តរៀងទៅសូមអរគុណ